So today តើអ្នកគ្នាវា come back to my channel ជាមួយនឹងការបង្កើតការ៉េមដ៏អស្ចារ្យមែនតើជាមួយនឹងខាង One T យើងណាតែមើលនៅក្នុងវីដេអូហ្នឹងអំពីការធ្វើការ៉េមរសជាតិស្វាយ complete ណាជាមួយនឹងរសជាតិស្វាយរបស់យើងគឺថាស្វាយទុំនេះចិត្តតែម្ដងបាទសម្រាប់របៀបនៃការធ្វើគឺថាងាយៗមែនតើ complete មើលនៅក្នុងវីដេអូហ្នឹងពីដើមរហូតដល់ចប់បាទវ៉ាវចូលដល់ឈុតថ្មីថានេះគឺថាឈុតកូនឆ្កែញ៉ាំការ៉េមតែម្ដងកូនឆ្កែនេះគឺថាឲ្យញ៉ាំការ៉េមមុំគឺថាអត់ញ៉ាំទេចូលដល់ឈុតបន្តគឺថ្នោតខ្មែរយើងហ្នឹងណាគឺថាយើងយកមកធ្វើជាមួយនឹងការ៉េមរសជាតិថ្នោតខ្មែរតែម្ដងដំបូងយើងត្រូវចិតថ្នោតចិតឲ្យស្អាតយើងកាច់ការ៉េមដាក់ពីលើមកហើយយើងដាក់មួយម៉ាត់មកគឺថារសជាតិផ្អែមឆ្ងាញ់មែនតើចូលមកដល់ជាមួយនឹងរសជាតិការ៉េមរសជាតិកាអាវឈុកតែម្ដងគឺថាមិនថ្មីមិនប្លែកមិនមែន Channel 1T ទេណាចង់បងខ្មែរយើងដែលមើលជាមួយ Channel 1T កុំភ្លេច Subscribe ផងវ៉ាវចូលដល់ថ្មីទៀតហើយជាមួយនឹងរលឹកពណ៌លឿងបាទបងប្អូនអាចឃើញរលឹកពណ៌លឿងទេអានេះយើងយកមកថតវីដេអូជូនបងប្អូនទស្សនាមើលតែម្ដងជាមួយនឹងរលឹកពណ៌លឿងកាត់វាជាកង់រៀងត្រីកោនេះមកដាក់ការ៉េមួយមកគឺថារសជាតិឆ្ងាញ់មែនតើគ្រាន់តែបញ្ចូលសលេងក៏នឹកឃើញដល់រសជាតិរបស់វាគឺថាត្រជាក់ស្រួយឆ្ងាញ់ចូលជាតិគ្នាល្អណាស់អញ្ចឹងបងកុំភ្លេចសាកនៅផ្ទះបាទចូលដល់វគ្គបន្ទាប់នេះគឺថាការ៉េមរសជាតិខ្ទឹមសតែម្ដងអញ្ចឹងបងណាដែលមានខ្ទឹមសនៅផ្ទះដែលអត់ប្រើអត់អីមកសាកដាក់ជាមួយការ៉េមបានណាគឺថាយើងដាក់មួយការ៉េមគឺថាជាតិមែនតើចូលដល់នេះគឺថារសជាតិការ៉េមគេអញ្ចេះគឺថារសជាតិអូវ៉ាន់ទីនរសជាតិ ice cream បាទការ៉េមរសជាតិអូវ៉ាន់ទីនគឺថាវិធីធ្វើងាយមែនតើកាច់ការ៉េមមកឲ្យដាក់អូវ៉ាន់ទីនពីលើដាក់មួយម៉ាត់ហើយជាការស្រេចវ៉ាវចូលនេះគឺថាឈុតវគ្គខ្លីៗតែម្ដងគឺថាដើរសោះក៏បានដកគោខុនណាដល់នេះស្គាល់ដកគោខុនដកគោហ្នឹងគឺថាពេញនិយមសម្រាប់ក្មេងៗមែនតើសូម្បីតែខ្ញុំក៏ញ៉ាំដែរណាតែដកគោខុនហ្នឹងគឺថាឆ្ងាញ់មែនតើពីដំបូងយើងកាត់ដកគោហ្នឹងមកយើងយកវាទៅ steam ដាក់ជាមួយនឹងម្សៅចំហួយកូដាក់ខ្លះស្ទេវាក៏អាចញ៉ាំបានដែរវ៉ានេះចូលវគ្គ10វគ្គបន្តទៀតគឺថាការ៉េមរសជាតិសក់ចាំបងណាដែលមានសក់មានខ្ទឹមប្រាំងអីនៅផ្ទះអីកុំបោះចោលណាអាចសាកជាមួយនឹងខាង 1T បានគេថាយើងដាក់ការ៉េមលីមួយសក់គេថារសជាតិឆ្ងាញ់មែនតើអើយខ្ចាក់ចោលទេរបស់កាច់ចោលបាទកុំភ្លេចសារណាគឺថាជាតិឆ្ងាញ់មែនតើកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗនេះគឺថាការ៉េមរសជាតិតកតែម្ដងគឺថាងាយៗមែនតើបងទីតកតែ500មកដំវាហើយដាក់ទៅក្នុងការ៉េមទៅបាទគឺថានេះគឺថាខ្នោអ្នកចិត្តខាងគឺថាតនេលួចបេះខ្នោអ្នកចិត្តខាងមកដាក់ជាមួយនឹងការ៉េមគឺថាគាត់ឆ្ងាញ់មែនតើនេះគឺថាសក់ស្រូវម៉ែទេមកពីផ្សារបាទស្រូវម៉ែទេមកពីផ្សារនេះគឺថាតបានម៉ែតបានធ្វើអីយកមកកាត់ដាក់លីមួយការ៉េមហើយតែម្ដងគឺថារសជាតិឆ្ងាញ់មែនតើរសជាតិប្លែកដល់អ្នកខ្ញុំថាការ៉េមញ៉ាំតែប៉ះពាល់សុខភាពវាដាក់មួយនឹងសក់ស្រូវនេះគឺថាជាតិមែនតើកុំភ្លេចណាគឺថាជាមួយនឹង Channel 1T គឺថាទទួលបានវីដេអូថ្មីប្លែកគឺថាមិនអស់តម្លៃថាមិនយកលុយអីយ៉ាអានេះចេញការ៉េមរសជាតិអំបិលម្ទេសបានគឺថាឆ្ងាញ់មែនតើដំបូងយើងកាច់ការ៉េមមួយមកការ៉េមរសជាតិបានដែរកុំភ្លេចរកទិញបានព្រោះថាមានច្រើនសាខាមែនតើក្នុងកាច់ចេញណាដាក់ជាមួយអំបិលម្ទេសបន្តិចមកក៏ថាដាក់មួយម៉ាត់ដែរថាជិះតាមម្ដងកុំភ្លេចចុច